Chỉ được sơ lô cô nè cô tặng này haiខ្ញុំអានរឿង Julie ចង់ហែទឹក Julie ជាក្មេងស្រីម្នាក់ដែលមានសក់រួញសម្បុរខ្មៅស្រអែមកំពុងអានសៀវភៅ Julie ឃើញរូបភាពក្នុងសៀវភៅក៏ស្រែកថាអាយ៉ាទំនងណាស់ខ្ញុំចង់ចេះហែទឹកនិយាយរួចនាងដាក់សៀវភៅចូលរត់ទៅរកអាងទឹក Julie ដាក់ជើងជ្រលក់ទឹកហើយក្រញែងខ្លួនដោយញញើតអាយ៉យខ្លាចលងទឹកបន្តិចក្រោយមកនាងក៏ស្ទុះឡើងហាខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ Julie រត់ទៅក្នុងបន្ទប់បងប្រុសយ៉ាងលឿនបងប្រុសខ្ញុំចង់ចេះហែទឹកបងប្រុសបដិសេធទេបងជាប់ធ្វើកិច្ចការសាលាឯងទៅរកម៉ាក់ទៅ Julie រត់ទៅមកដាក់ផ្ទះបាយម៉ាក់កូនចង់ចេះហែទឹកម្ដាយតបថាទេម៉ាក់រវល់ណាស់កូនរកប៉ាទៅ Julie រត់ទៅសួនក្រោយផ្ទះប៉ាកូនចង់ចេះហែទឹកប៉ាភ្ញាក់ព្រឹបពិតមែនឬកូនចាប៉ាកូនចង់ចេះហែទឹកប៉ាតបមិនអីទេកូនចាំប៉ាជួយបង្រៀនកូនឲ្យចេះហែទឹកប៉ុន្តែដំបូងកូនត្រូវដកដង្ហើមចេញចូលឲ្យបានវែងហើយយកដៃឆ្វេងដៃស្ដាំកាយទឹកឲ្យរហ័សបើប្រើដងខ្លួនឲ្យដូចជាដង្កូវចឹងណាកូនរំពេចនោះ Julie ស្លៀកឈុតប៊ីគីនីចុះហែទឹកជាមួយប៉ា Julie ឆ្លក់ទឹកជាច្រើនដងខក Julie មិនចុះចាញ់ឡើយនាងនៅតែតស៊ូហាត់ហែទឹកជាមួយប៉ាជាប្រចាំស្រាប់តែព្រឹកមួយនាងហែទឹកដោយខ្លួនឯងនាងស្រែកខ្លាំងថាចេះយោខ្ញុំចេះហែទឹកហើយចេះហើយសប្បាយណាស់សូមអរគុណ